ក្រសួងអប់រំហាមដាច់ខាតការផ្សព្វផ្សាយការលក់ដូរនិងទទួលទានភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំមួយច្បាប់ស្តីពីការហាមឃាត់ការទទួលទានការចែកចាយការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ទូទាំងប្រទេសសេចក្តីណែនាំថ្មីដែលបានចេញកាលពីថ្ងៃទី27ខែវិច្ឆិកានេះពង្រឹងការយកចិត្តទុកដាក់លើសុខភាពសិស្សនិងបង្ការហានិភ័យនៃជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើតឡើងក្នុងចំណោមសិស្សានុសិស្សដោយសារទម្លាប់ទទួលទានចំណីអាហារនិងភេសជ្ជៈផ្អែមជ្រុលគ្រប់មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តនិងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវអនុវត្តនូវវិធានការសំខាន់ៗដូចខាងក្រោម1ត្រូវហាមឃាត់ដាច់ខាតនៅការទទួលទានការចែកចាយការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា2ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទបញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលក្រសួងបានណែនាំកន្លងមក3ត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុងឬក្រុមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទានការចែកចាយការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា4ត្រូវអប់រំនិងក្រើនរំលឹកជាប្រចាំអំពីខ្លឹមសារនៃសេចក្តីណែនាំបទបញ្ជាផ្ទៃក្នុងនិងក្រុមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទានការចែកចាយតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា5ត្រូវចលនាអ្នកសិក្សានិងបុគ្គលិកអប់រំចូលរួមក្នុងការផលិតស្លាកសញ្ញាឬសារអប់រំ6ត្រូវផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈបើកម្លាំងឲ្យបានទូលំទូលាយនៅពេលគោរពទង់ជាតិកិច្ចប្រជុំឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា7ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទានការចែកចាយការតាំងលក់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាដើម្បីមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្ដែងបញ្ឈប់ភ្លាមៗនៅការទទួលទានការចែកចាយការតាំងលក់ការផ្សព្វផ្សាយពាណិជ្ជកម្មនិងការដកហូតភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទនិងកន្លែងនិងបញ្ឈប់កិច្ចសន្យាលក់ដូរក្នុងករណីរកឃើញជាក់ស្ដែងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា8ត្រូវសហការជាមួយស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឲ្យគ្រឹះស្ថានសិក្សាគ្មានភេសជ្ជៈបើកម្លាំង9ត្រូវធ្វើរបាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំឆ្លងតាមឋានានុក្រមនិងផ្ញើជូនក្រសួងអប់រំយុវជននិងកីឡានាយកដ្ឋានសុខភាពសិក្សាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ត្រយងនាំសារពិតគ្រប់ទីកន្លែង